និយាយពីធានឈីតួប្រុសរបស់យើងភ្ញាក់ដឹងខ្លួនម្ដងនេះគឺលែងសន្លប់ហើយតែថ្ងៃនេះគាត់មកឈរនិយាយឌឺដងឲ្យលីនសូវ៉ាន់តួស្រីរបស់យើងខ្លាំងមែនទែនលីនសូវ៉ាន់នាងយំផងជូតទឹកភ្នែកផងដើម្បីបង្ហាញឲ្យម្ដាយក្មេកនាងឃើញថានាងត្រូវបានកូនប្រុសរបស់គាត់ស្ដីឲ្យតែតាមពិតទៅនេះគ្រាន់តែល្បិចរបស់នាងតែប៉ុណ្ណោះនិយាយទៅស្នេហាដំបងបែបនេះឯងបងប្អូនអើយតិចទៀតទៅបាត់មុខគ្នាមិនបានផងដើម្បីជាការសុំទោសធានឈីបានឲ្យលុយទៅលីនសូវ៉ាន់តែក្នុងកាតនោះមានលុយតែ5 សេនគត់តួស្រីរបស់យើងឃើញហើយអរណាស់នាងក៏បានហៅសន្តិសុខទាំងអស់ទៅផ្សារដើម្បីជួយយកអីវ៉ាន់តែគោលបំណងរបស់នាងមិនបានសម្រេចនោះទេព្រោះក្នុងកាតនោះមានលុយមិនគ្រប់តួស្រីរបស់យើងខឹងណាស់ដើរចេញទៅក្រៅរួចបានទិញការ៉េមចំនួន1ដើមតាមពិតគោលបំណងរបស់នាងចង់ដឹងថាលុយក្នុងកាតនោះអាចទិញការ៉េម1ដើមបានអត់នាងមិននឹកស្មានថាធានឈីធ្វើបែបនេះដាក់នាងសោះតួស្រីរបស់យើងបានមកដល់ក្រុមហ៊ុនរួចបោះកាតឲ្យតួប្រុសហើយនិយាយថាសូមលោកជួយលាក់ទុកវាផងកុំឲ្យចៅលួចយកវាទៅបើមិនដូច្នោះចៅនោះប្រកាសជាទឹកភ្នែកមិនខានធានឈីញញឹមមិននិយាយស្ដីអ្វីទាំងអស់ថ្ងៃនេះលីនសូវ៉ាន់បានជួបមិត្តរបស់នាងហើយក៏និយាយរឿងរ៉ាវរបស់ធានឈីឲ្យមិត្តភក្តិស្ដាប់មិត្តភក្តិរបស់នាងបានណែនាំនាងឲ្យធ្វើទៅតាមផែនការដែលបានរៀបចំតែលីនសូវ៉ាន់ដូចជាអស់សង្ឃឹមឆ្លងកាត់រយៈពេលជាច្រើនខែអ្នកទាំងពីរបានបង្កើតមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីអ្នកមើលថែទៅជាគូសង្សារនិយាយអំពីជីវិតតួឯករបស់យើងទាំងពីរបានឆ្លងកាត់ពេលវេលាសប្បាយៗជាច្រើនរហូតក្លាយជាសង្សារពេញមុខពេញមាត់តែថ្ងៃមួយធានឈីបានខឹងនឹងលីនសូវ៉ាន់ដោយសារប្រច័ណ្ឌបាទធ្វើឲ្យធានឈីដួលសន្លប់ម្ដងទៀតលីនសូវ៉ាន់មានអារម្មណ៍ភិតភ័យពេលឃើញបែបនេះនាងបានរត់ចូលទៅហៅធានឈីឲ្យក្រោកឡើងវិញតែធានឈីបាត់បង់ស្មារតីទៅហើយគ្រូពេទ្យបានមកពិនិត្យរួចប្រាប់ក្រុមគ្រួសារវិញថាសុខភាពរាងកាយរបស់អ្នកជំងឺធម្មតាតែវាចម្លែកខ្លាំងណាស់ដែលដួលសន្លប់ភ្លាមលីនសូវ៉ាន់មានអារម្មណ៍ពិបាកចិត្តនៅពេលដែលខ្លួនឯងធ្វើឲ្យស្វាមីក្លាយទៅជាបែបនេះនាងបានមើលថែស្វាមីដូចពេលមុននិងបានយកសៀវភៅមកអានដើម្បីឲ្យស្វាមីភ្ញាក់ឡើងតែទោះខំអានយ៉ាងណាក៏ធានឈីមិនភ្ញាក់ដែរនាងបាននិយាយថាសៀវភៅមួយក្បាលនេះមាន5លានពាក្យនិយាយពីការរស់នៅរបស់អូនបានអានវាចប់ហើយតែបងនៅមិនទាន់ដឹងខ្លួនទៀតនាងពិបាកចិត្តខ្លាំងពេកក៏នាំមិត្តភក្តិចូលផឹកស្រាក្នុងក្លឹបរហូតដល់ស្រវឹងជោគជាំនិងបានថតរូបបង្ហោះជាមួយប្រុសផ្សេងពេលនោះប្អូនប្រុសធាឈីឃើញក៏និយាយលឺៗឲ្យបងប្រុសស្ដាប់អីយ៉ាកាសមងប្រុសដល់ទៅ9នាក់ខ្ញុំយល់ថាក្លឹបរាត្រីនេះគួរតែប្រគល់ឲ្យគាត់បានហើយបើបងប្រុសនៅមិនភ្ញាក់ទៀតអ្នកផ្សេងគេយកទៅហើយធានឈីបានឮក៏ខំរើបំរះរហូតដល់ភ្ញាក់ដឹងខ្លួនតាមពិតទៅនាងធ្វើបែបនេះដើម្បីឲ្យតួប្រុសដឹងខ្លួនតែប៉ុណ្ណោះលទ្ធផលដោយការរំពឹងទុករបស់នាងមែនពេលនាងចេញពីក្លឹបប្អូនប្រុសម្នាក់នេះបានសារភាពស្រឡាញ់សូវ៉ាន់តួឯករបស់យើងដែរអ្នកទាំងអស់គ្នាអើយតែត្រូវតួស្រីរបស់យើងបដិសេធដោយនាងប្រាប់ថាសុំទោសខ្ញុំមានអ្នកស្រឡាញ់រួចទៅហើយពេលនោះតួប្រុសរបស់យើងធានឈីបានមកដល់ល្មមលីនសូវ៉ាន់ត្រេកអរខ្លាំងណាស់ពេលបានឃើញធានឈីតួស្រីរបស់យើងបានរត់អោបតួប្រុសដោយសេចក្តីស្រឡាញ់ខ្លាំងបំផុតរឿងនេះចប់ត្រឹមនេះឯងសូមអរគុណសម្រាប់ការទស្សនា